ចេះ Hello ទ្រីបធូកោះរ៉ុង ដំណើរកំសាន្តទៅកាន់កោះរ៉ុងចា Hello សួស្តីចាសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel YouTube ចាសម្រាប់ថ្ងៃនេះគឺយើងមាន trip ទៅខាងកោះរ៉ុងណាបងប្អូនទាំងអស់គ្នាសម្រាប់ trip ផ្សារនេះគឺខ្ញុំទៅចំនួន2យប់3ថ្ងៃថ្ងៃ3ថ្ងៃ4ថ្ងៃ5ខែ5 2026យើងហ្នឹងបងប្អូនហើយម៉ោង6កន្លះខ្ញុំចេញពីផ្ទះម៉ោង 6:50 ខ្ញុំមកដល់កន្លែងញ៉ាំអីសម្រាប់ដំណើរកំសាន្តលើកនេះដែរគឺខ្ញុំទៅចំនួន5គ្រួសារបងប្អូនទាំងអស់គ្នាហើយយើងប្រចាំគ្នានៅកន្លែងញ៉ាំអីចានៅហាងបាយ័ននៅផ្លូវ2004បន្ទាប់ពីចាយើងជួបជុំគ្នាហើយយើងហូបអីហើយម៉ោង8យើងចេញពីហាងហើយម៉ោង8:20នាទីយើងបានមកដល់ផ្លូវលបឿនលឿនសម្រាប់ដំណើរកំសាន្តលើកនេះគឺទៅមានចាមានរៀងច្រើនគ្នាតិចនិយាយទៅច្រើនគ្នាបានសុបាយឥឡូវយើងជិះមកដល់ផ្លូវលបឿនលឿនហើយឡើងលបឿនលឿនគឺរៀបចំទៅចាកំពង់សោមម៉ោង10:20នាទីគឺយើងមកដល់បញ្ចុះបងប្រាក់នៅខាងចាស់ក្រុងបរសេនុហើយយើងជិះទៅខាងនេះផែដែលយើងទៅឡើងទូកមេឃនេះគឺថាមិនអំណោយផលគឺថាភ្លៀងហ្មងហើយផ្លូវចូលគឺថាលិចទឹកចាលិចទឹកហ្មងលិចជ្រៀងជ្រៅដែរហ្នឹងណាដោយសារតឡានស្ទះពេកនិយាយទៅសម្រាប់ជំរើសចុងក្រោយគឺចាយួរវលីយួរអីតើចូលមកឡានចតនៅក្នុងកើតទេគឺយកទៅចតនៅកន្លែងផ្សេងសំខាន់លើឲ្យបានចូលដល់ក្នុងសិនខ្លាំងទូកចេញផុតបងប្អូនម៉ោង11:45ចាខ្ញុំបានឡើងលើទូកហើយទូកនេះជិះខ្ទង់ប្រហែលជា45នាទីដល់50នាទីហើយនិយាយទៅលឿនជឿតាមហ្នឹងដោយសារយើងចុះផែ2 3ចឹងហ៎ហើយមេឃក៏ភ្លៀងតែនៅកំពង់សោមឯដល់ពេលទៅដល់កោះអំណោយផលហ្មងនិយាយទៅអត់មានភ្លៀងទេចាហើយមេឃក៏មិនសូវក្តៅខ្លាំងនិយាយទៅដើរលេងគឺថាមកឆ្ងាញ់ហ្មងណាសម្រាប់ខ្ញុំជិះទូកកាត់សមុទ្រលើកទី1ហើយនិយាយទៅគឺខ្ញុំខ្លាចជាងគេគឺពុលហ្មងគឺមានធៀមជាពេងគេកាឡាពេងខ្ចោយបានមកផ្លេតែពេលចុងក្រោយអត់អីដែរនិយាយទៅជិះទៅនឹងឯងវាធម្មតាជិះបានផែមកទៅខ្ញុំឡើងមកលើមកជាន់លើព្រោះនៅជាន់ក្រោមវាស្អុះដែរចឹងឡើងមកជាន់លើហើយនៅលើហ្នឹងគឺថតទិដ្ឋភាពបានស្អាតហើយវាត្រជាក់ទៀតហ្នឹងណានិយាយទៅអ្នកដែលថាគាត់ពុលទូពុលអីឡើងមកលើហ្នឹងរៀងគ្រាន់បើជាងហើយយើងអាចចាថតរូបវត្តមកអែមដែរចាអានេះគឺចាមេឃកំពុងតែភ្លៀងចាបើនៅខាងកោះគឺអត់ភ្លៀងទេជិះបានមកសតុះចាម៉ោង 1:30 គឺខ្ញុំបានមកដល់ភូមិកោះតូចចាកន្លែងដែលខ្ញុំកក់កន្លែងគេហ្នឹងនិយាយទៅគឺជិះមកហ្នឹងមិនសូវជាយូរហ្មងណាតែយូរដោយសារតាខាងអបគាត់តម្លាក់ភ្ញៀវតាមផែព្រោះផែទី1ទី2ហើយបានដល់ផែខាងកោះតូចហ្នឹងគឺទី3តាំងពីព្រឹកមកនិយាយទៅញ៉ាំបាយព្រឹកទៅបានមួយពេលអត់តញ៉ាំបាយថ្ងៃហ៎ហើយឥឡូវស្មានហ្នឹងទៅមកដល់កោះអញ្ចឹងក៏ទៅរកកន្លែងញ៉ាំអីមកបានញ៉ាំបាយពេលថ្ងៃខ្ទង់ចូលប្រហែលជាម៉ោង2ជាងសម្រាប់កម្មវិធីល្ងាចថ្ងៃទី1នេះដែរគឺខាងពួកខ្ញុំចាទៅជួលម៉ូតូជិះលេងជុំវិញកោះនិយាយទៅញ៉ាំបាយថ្ងៃហើយគឺយើងចារៀបចំទៅ check in កន្លែងគេងហើយបន្ទាប់មកក៏រៀបចំខ្លួនជិះម៉ូតូដើរលេងនៅលើកោះហ្នឹងហ្មងណា
Tập kê បទពិសោធន៍លើកទី1ដែលខ្ញុំមកខាងកោះរងអញ្ចឹងខ្ញុំកន្លែងគេងក៏ខ្ញុំកក់តាមមើលតាម Facebook អញ្ចឹងក៏ខ្ញុំមិនដឹងថាទីតាំងវារបៀបមិនទេតែដល់ពេលមកម៉ែដូចចិត្តឡើងទួលឡើងខ្ពស់ឲ្យចោតគាត់ថាកន្លែងគេងស្អាតតែសំខាន់គាត់ថាពេលយើងដើរឡើងទៅលើម្សាហ្នឹងគឺថាដាក់លេខ1វាគេចោតដល់ពេលខ្ពស់ហ៎ហើយដល់ពេលហើយណាមួយកន្លែងផ្សេងគឺអត់មានទេថ្ងៃខ្ញុំកក់មកហ្នឹងគឺពេញអស់លីងសម្រាប់ល្ងាចចាពេលខ្ញុំទៅដល់ហ្នឹងគឺជួលម៉ូតូជិះជុំគ្នាដោយសារតែមេតុំភ្លៀងហើយចាអាកាសធាតុហ្នឹងចាគឺថាមេឡើងត្រជាក់អត់ភ្លៀងហើយអត់ក្តៅខ្លាំងទៀតហើយយើងជិះចាឆ្លងពីចាភូមិមួយទៅភូមិមួយពីឆ្នេរមួយទៅឆ្នេរមួយនិយាយទៅជិះលុកកោះហ្មងណាហើយជិះម៉ូតូជុំគ្នាទៀតនិយាយពីថាសប្បាយហើយបងប្អូនមើលវីដេអូក៏ដឹងថាសប្បាយប៉ុណ្ណាដែរចាបងប្អូនទាំងអស់គ្នាឥឡូវនេះទីបំផុតយើងមកដល់កន្លែងដែលអូនប្រាថ្នាហើយនិយាយទៅគឺថាតាមត្រេតមកតនចាដើមឈើមួយដើមទៅលើចាវាខ្សាច់សក្បោះនិយាយទៅគឺថាភ្ញៀវច្រើនមែនតែនហើយទឹកសមុទ្រក៏ទំនងឲ្យចង់មួយទៀត Hello Caro Hello ទូរស័ព្ទមីងវិញ ខ្ញុំជិះម៉ូតូចេញពីឆ្នេរមួយចូលឆ្នេរមួយនិយាយទៅគឺថា relax សាហាវហ្មងណាឥឡូវចូលមកដល់ឆ្នេរមួយទៀតហើយឆ្នេរមួយទៀតនេះចានិយាយទៅមានកន្លែងញ៉ាំអីមានចាកន្លែងយើងអង្គុយចាផឹកឈាទេបងប្អូនណាវីដេអូឯងបងឯងសុំវីដេអូបាទសុំវីដេអូបងវីដេអូ គេតែងនិយាយថាដើរមួយអ្នកយល់ចិត្តណាអត់ចេះខ្វះរូបថតទេនិយាយថាវីដេអូក៏មានរូបថតធម្មតាក៏មានគឺថា trip សានេះទៅគឺសម្បូរមែនតែនចាហើយនិយាយទៅគឺ team work គ្នាសាហាវហ្មងសហការគ្នាល្អហ្មងណាស្មើនិយាយទៅស្មើដៃគ្នាអង្គុយញ៉ាំអីលេងប្រហែលជាបានមកសន្ទុះម៉ោង 6:30 គឺយើងចេញមកខាងភូមិកោះតូចវិញណាព្រោះយើងចាមកញ៉ាំអីនៅចិត្តកន្លែងយើងគេនិយាយយើងស្រួលចាយើងទៅណាមកណាស្រួលហើយកូនក៏អាចឡើងទៅលើចាសម្រាប់បានដែរនៅលើកោះតូចភូមិកោះតូចហ្នឹងគឺសម្បូររបស់លក់មែនតើបងប្អូនទាំងអស់គ្នាមានជំរើសច្រើនហើយអ៊ូអរមែនតើណាយើងទេសចរក៏ច្រើនអ្នកលក់ក៏ច្រើនហើយជាពិសេសតម្លៃចាសមរម្យតម្លៃទួយកបានណាបងប្អូនសម្រាប់បងប្អូនដែលគាត់ចូលចិត្តដើរញ៉ាំអីវ៉ាន់ហ្នឹងគឺមកតំបន់ភូមិកោះតូចហ្នឹងត្រូវហ្មងហើយយប់ហ្នឹងក៏យើងមានកម្មវិធីញ៉ាំអីនៅឆ្នេរតិចតួចដែរឥឡូវនេះយើងមកមើលសកម្មភាពថ្ងៃទី2ចាគឺថ្ងៃ4 ខែ 5គឺងើបឡើងគឺថាមេឃស្រឡះល្អមែនតែនអត់មានភ្លៀងណាបងប្អូនមេឃត្រជាក់ទៀតងើបឡើងយើងរៀបចំខ្លួនទៅញ៉ាំអីនៅក្នុងភូមិចានៅតាមឆ្នេរហ្នឹងនេះប៉ាឲ្យកូនចាំឲ្យស្រេចដោយសារតែយើងមកគ្នាច្រើនអញ្ចឹងស្រីៗគេផ្សេងប្រុសៗគេផ្សេងម៉ោង 8 ព្រឹកល្មមខ្ញុំចុះមករកអីញ៉ាំគឺតើណាក៏ដោយកិច្ចបំផុតពីនំបញ្ចុកហ្មងគឺថាចូលចិត្តមែនតែនហ្មងមកគ្រួសារមិនតែឯងណាបងប្អូនសម្រាប់នំបញ្ចុកនៅលើកោះតូចនេះឆ្ងាញ់គេយកត្រីសមុទ្រមកធ្វើនិយាយទៅរសជាតិមកល្មមឆ្ងាញ់ហ្មងគ្រាន់ថាខុសត្រីគេប្រើត្រីសមុទ្របន្ទាប់ពីញ៉ាំនំបញ្ចុកហើយយើងមកជុំគ្នាព្រោះថ្ងៃនេះមានកម្មវិធីជិះទូកទៅកោះស្ទូចត្រីហើយនឹងមើលផ្កាថ្មចឹងញ៉ាំហើយយើងមកជុំគ្នានៅកន្លែងចាកន្លែងឆ្នេរសម្រាប់ខ្ញុំមើលបទពិសោធន៍ជិះទូកទៅស្ទូចត្រីនេះខ្ញុំមិនសូវចូលចិត្តមកទេព្រោះអីខ្លាចជាងគេរឿងទឹកអាឡូកចាហើយនឹងខ្លាចពុលទូកហ្មងតែផ្សារនេះមកគ្នាច្រើនអញ្ចឹងចង់ស្គាល់រសជាតិជុំគ្នាសប្បាយកន្លែងខ្ញុំជុំគ្នានេះគឺតំណងមែនតើកន្លែងអង្គុយហើយខាងក្រោយហ្នឹងគេមានជាបឹងគីឡូកន្លែងគេងដែរតែខ្ញុំកក់អត់បានដោយសារតែភ្ញៀវច្រើនពេកអញ្ចឹងខ្ញុំកក់បានតែខាងលើ
បើកក់បានខាងក្រោមហ្នឹងគឺល្អមែនតែនហ្មងព្រោះអីទល់មុខហ្នឹងមានកន្លែងញ៉ាំអីហើយខាងក្រោយកន្លែងគេងពីចិត្តគ្នាកំឡុងពេលដែលយើងចាំទូកហ្នឹងគឺចែកការងារគ្នាមានអ្នកទៅទិញគ្រឿងទឹកមានអ្នកទៅទិញជាម្ហូបចាទុកញ៉ាំលើទូកហើយក្មេងៗគេញ៉ាំអាហារពេលព្រឹកឲ្យហើយទៅបានយើងឡើងទូកតាមក្រោយអត់តាន់ជុំគ្នាអញ្ចឹងខ្ញុំប្រមូលកូនឡើងទៅលើដើម្បីឲ្យគាត់រៀបលាប sunscreen កុំឲ្យការពារកុំឲ្យថ្ងៃក្តៅខ្លោចស្បែកម៉ោង 10 កន្លះយើងជុំគ្នាឡើងទូកព្រោះទូកគេមកចាំយូរដែរយើងមករៀបចំអីវ៉ាន់ហើយនឹងបានជុំគ្នាឡើងទូកជីកទៅទីតាំងដែលយើងចង់ទៅស្ទូចត្រីនិយាយទៅសម្រាប់អារម្មណ៍ខ្ញុំគឺភ័យដែរហ្នឹងភ័យជាងគេគឺខ្លាចទឹកអឡូកហើយខ្លាចមេឃអត់អំណោយផលវាខ្យល់វាអីចឹងហើយខ្លាចជាងគេពីពលទូកហ្មងអញ្ចឹងតាមដានទស្សនាទាំងអស់គ្នានេះជាសកម្មភាពមួយចំនួនដែលពួកខ្ញុំចារៀបចំឡើងទូកតលេងចាកន្លែងស្ទូចត្រីហើយនឹងទៅមើលផ្កាថ្មអត់ទាន់ទៅដល់កន្លែងស្ទូចត្រីមានអារម្មណ៍សប្បាយបាត់ហើយព្រោះអីដោយសារតែមេឃស្ងប់ខ្យល់ហើយអាឡុកអត់សូវមានហើយលើទៅ fresh ហ្មងណាមានអារម្មណ៍ថាដូចចាប់ឆ្នោតត្រូវអញ្ចឹងសារនេះទៅលេងចាទៅលេងកោះណាជីបានមកសតុពួកខ្ញុំបានមកដល់កន្លែងស្ទូចត្រីហើយឥឡូវនេះកំពុងញាប់ដៃញាប់ជើងមែនតែនចាមិនថាចាស់មិនថាក្មេងៗគឺញាប់ដៃញាប់ជើងចាដើម្បីស្ទូចត្រីចាំមើលអ៊ុតថាបានត្រីអត់ចាំមើលយើងទាំងអស់គ្នាហ្នឹងចាអ្នកមានសំណាងគឺថាចូលភ្លាមគឺស្ទូចត្រីបានភ្លាមអានេះត្រីទី1អញ្ចឹងសម្រាប់ត្រីទី1នេះគឺមានការហូរកញ្ជ្រៀវខ្លាំងមែនតែនបានអត់តែខាងនេះមិនបានអត់ទៅធម្មតាតែមានមួយគឺមាន2ហើយគឺថាស្ទូចបានមកហូរហែហ្មងណាស្ទូចសบายស្ទូចមែនតែនហើយសំខាន់ពូចាតកងទូកហ្នឹងគាត់កាយទៀតគាត់ដឹងកន្លែងដែលមានត្រីមានអីអញ្ចឹងទៅពេលយើងមកគ្រាន់តែដាក់បាននិយាយទៅចូលម្លុកត្រីហ្មងគឺថាដាក់បានចាអើយកូនខ្ញុំឯវ៉ាន់ហ្នឹងគឺស្ទូចត្រីបានត្រីហើយចង់ឲ្យថាគេសប្បាយចិត្តគេណាទីបំផុតស្ទូចមួយផ្លែតសោះត្រីបាន8គីឡូជាងបងប្អូននិយាយទៅដាក់បានហ្មងហើយសប្បាយស្ទូចហើយត្រីស្រស់ហ្មងណាស្ទូចមកអស់ចិត្តដែរចាមេឃកំពុងតែចាប់ដើមភ្លៀងតែភ្លៀងរបងផ្សេងគ្រាន់តែខ្យល់វាផាត់មកដល់ម្ដុំយើងណាមើលទៅមកកូនស្រីខ្ញុំគឺក៏អត់ស្រួលដែរគឺចង់ពើទូកអូខេគឺកូនយ៉ាគេតែណាធ្វើកូនដែរបន្ទាប់ពីស្ទូចអស់ចាមកស្ទុះធំមកឥឡូវនេះគឺយើងចាដល់ពេលអាំងត្រីម្ដងត្រីនោះគឺអាំងភ្លាមហ្មងបងប្អូនទាំងអស់គ្នាគឺថាផ្អែមសាច់ឡើងផ្អែមហ្មងយើងមិនបាច់ជ្រលក់អីក៏សាច់ផ្អែមដែរគឺត្រីសមុទ្រធម្មជាតិពិតហ្មងហើយប្រកាត់ភ្លើងអាំងញ៉ាំភ្លាមទៀតមកសមុទ្រយើងញ៉ាំលីហាឥឡូវនេះយើងបន្តដំណើរមកកន្លែងមើលផ្កាថ្មបងប្អូនទាំងអស់គ្នានៅគៀនហ្នឹងចាកោះគៀនហ្នឹងហើយនៅខាងក្រោមនេះគឺផ្កាថ្មនៅកន្លោះចន្លោះផ្កាថ្មហ្នឹងគឺមានកម្មប្រមាបងប្អូន
កម្មប្រមាសមុទ្រដែលយើងយកមកញ៉ាំជាមួយនឹងបើម្រេចឬមួយក៏ទឹកត្រីបុកបងប្អូនតែហ្នឹងតើអ្នកចេះយកមិនគាត់អាចទៅយកបាននិយាយទៅអ្នកជំនាញទូកគាត់ចុះទៅយកមកឲ្យយើងណាហើយយើងបានត្រឹមពាក់វ៉ែនតាមើលពីលើមិនថាក្មេងៗចាស់ក៏សប្បាយដែរនិយាយទៅគាត់ពាក់វ៉ែនតានគឺមើលទៅក្រោមគឺឃើញចាជាមួយផ្កាថ្មមានត្រីមានកម្មប្រមាសមុទ្រនិយាយទៅទេសភាពខាងក្រោមនោះប្លែកចាចុះវិញម្យ៉ាងដែរអស់ពីស្ទូចថៃលើទូកបងក៏ចុះទៅស្ទូចថៃនៅក្នុងទឹកគៀនចន្លោះថ្មនោះបានថៃតកែទៀតឥឡូវដល់វគ្គកម្មប្រមាម្ដងហើយបងតកងទុកគាត់ចុះទៅហៀវយកកម្មប្រមាដល់ខាងខំហ្នឹងគឺស្រស់ហ្មងចាយកមកលាងសម្អាតវានិយាយទៅស្រស់មែនតើឃើញគេលេងនៅក្រោមឡើងអ៊ូអសប្បាយអញ្ចឹងកូនស្រីខ្ញុំធំបានចុះគេដែរក្មេងៗលេងនៅក្រោមសប្បាយតាមបែបក្មេងៗចាស់ៗនៅលើសប្បាយតាមបែបចាស់ៗពងអាំងសាច់អាំងត្រីញាប់ដៃញាប់ជើងញ៉ាំបាយអានេះគឺកម្មប្រមាដែលខ្ញុំថតឲ្យបងប្អូនមើលមិញអានេះគាត់លាងសម្អាតហើយគឺចារូបភាពវាអញ្ចឹងពណ៌ដូចខ្លាញ់ក្តាមអញ្ចឹងណាបងប្អូនមកដល់លើកោះកន្លែងណាក៏ត្រីđangងាកទៅសវងត្រីសមុទ្រស្អាតមែនតែនហើយសមុទ្រឡើងថ្លាហ្មងទឹកសមុទ្របន្ទាប់ពីហែលទឹកមើលផ្កាថ្មមកប្រាវឥឡូវនេះគឺយើងជិះទូកចាដើរលេងកោះម្ដងហើយកោះបងប្អូនគង់ឃើញគឺកោះរងសន្លឹមនិយាយទៅឆ្នេរខ្សាច់វាស្អាតណាបងប្អូនឆ្នេរខ្សាច់បងប្អូនកំពុងតែឃើញនេះគឺស្អាតណាបងប្អូនពេលទូកគាត់ចេញទៅស្ទូចត្រីហើយគាត់នាំភ្ញៀវមកលេងនៅហ្នឹងណាដោយសារតែនៅហ្នឹងគឺមានវាខ្សាច់ចាស្អាតទឹកសមុទ្រក៏ស្អាតជាពិសេសគឺរាក់យើងអាចហែលទឹកអីវ៉ាន់គឺថាអត់មានការព្រួយបារម្ភគឺស្អាតហ្មងបងប្អូនមើលឃើញនៅវីដេអូស្រាច់ហើយគឺថាបរិយាកាសគឺថាអែបមែនតែនហ្មងណាចូលហែកទឹកបានមកប្រាវលើកោះឥឡូវនេះគឺយើងចាដល់ម៉ោងត្រឡប់មកវិញហើយត្រឡប់មកខាងឆ្នេរកោះតូចឥឡូវនេះដំណើរកំសាន្តទៅស្ទូចថៃក៏ចប់ដែរយើងមកដល់កោះតូចវិញហើយគឺរៀបចំសម្អាតខ្លួនអាងចុះមកញ៉ាំអីនៅក្រោមសម្រាប់អាហារពេលល្ងាចនេះគឺជាទេសភាពភូមិកោះតូចពេលល្ងាចចាថ្ងៃទី2ដែលខ្ញុំទៅលេងហ្នឹងហើយឥឡូវកំពុងរៀបចំខ្លួនចាចុះទៅលេងឆ្នេរតោះអីញ៉ាំនៅឆ្នេរខាងក្រោម
វីដេអូពេញសម្រាប់ដំណើរកម្សាន្តនេះគឺថាថតតែធីមខ្ញុំទៅអត់បានថតខ្លួនឯងសោះចាំការទៀតគឺថាចាប់កូន selfie តុំតសាអាកាសធាតុហើយឥឡូវនេះគឺមេឃចិត្តភ្លៀងហើយពេលល្ងាចថ្ងៃទី2ខ្ញុំទៅហ្នឹងគឺថាកំពុងតែខ្យល់មកខ្លាំងមែនតើសម្រាប់គោលបំណងខ្ញុំថតវីដេអូដាក់ចូល YouTube នេះនិយាយទៅគ្រាន់តែចង់ទុកជាអនុស្សាវរីយ៍ចាខ្ញុំជូនកូនទៅលេងនៅណាខ្ញុំបានដើរលេងនៅណាជុំគ្នាជាមួយមិត្តភ័ក្តិបងប្អូនអញ្ចឹងណាទុកជាអនុស្សាវរីយ៍ពេលណានឹករលឹកយើងបើកមើលបាននៅក្នុង YouTube ណាគម្រោងថាល្ងាចហ្នឹងគឺយើងមកអង្គុយនៅកៅអីរៀបនៅខាងមុខហ្នឹងសម្រាប់ពេលយប់ឥឡូវនេះមេឃកំពុងតែជិតភ្លៀងអញ្ចឹងឥឡូវនេះក៏ចូលជ្រកសិនហើយចាំយប់បន្តិចរាំងភ្លើងចាំយើងចេញមកវិញមកញ៉ាំអីនៅខាងក្រៅវាស្រឡះទោះបីមានភ្លៀងតិចតួចក៏ផែនការទៅដោយរលូនយើងអាចញ៉ាំនៅមុខឆ្នេរចានៅលើឆ្នេរចាលើឆ្នេរពេលល្ងាចនឹងបានសម្រាប់ទេសភាពពេលយប់យើងទៅថតនៅលើចាឆ្នេរកោះតូចនោះនៅឃើញបងប្អូនឃើញភ្លើងផ្លុងហ្នឹងគឺនៅខាងកំពង់សោមយើងណាហើយខ្ញុំថតនេះគឺថតពេលយប់និយាយទៅអាចមើលឃើញគ្នាពីចម្ងាយពេលយប់នឹងទៀតបើកភ្លើងទៅយើងឃើញហ្មងយប់នេះគឺជាយប់ចុងក្រោយដែលពួកខ្ញុំចាសម្រាប់នៅលើភូមិកោះតូចលើទឹកដីកោះរ៉ុងនិយាយទៅគឺថាសប្បាយពេញលំហឹងហ្មងចាចុងក្រោយនេះគឺជាសកម្មភាពពេលព្រឹកថ្ងៃទី3បងប្អូនឥឡូវនៅម៉ោង 8:15 នាទីហើយកំពុងតែរៀបចំខ្លួនដើម្បីចុះទៅញ៉ាំអីចាហើយថ្ងៃនេះក៏យើង check out ចេញពីអតាដែរដោយសារតែថ្ងៃនេះគឺជាថ្ងៃចុងក្រោយមានអារម្មណ៍ថាពេលវេលាដើរលឿនមែនតើតុំមកសោះឥឡូវគេងបាន2យប់បាត់ថ្ងៃនេះគឺជាថ្ងៃទី3កំពុងតែចារៀបចំចេញដំណើរទៅភ្នំពេញវិញថ្ងៃនេះមុននឹងខ្ញុំរៀបចំចា check out ពីអតាឥឡូវនេះយើងចុះមកញ៉ាំអីពេលផឹកសិនហើយបានត្រឡប់ទៅចារៀបចំអីវ៉ាន់វិញហើយបានយើងចាឡើងទូកសម្រាប់កោះរ៉ុងលើឆ្នេរកោះតូចនេះគឺពិតជាទាក់ទាញអារម្មណ៍ខ្លាំងមែនតើតុំមកសោះឥឡូវនេះគឺមានអារម្មណ៍ថាលឿនណាហើយក៏ដល់ពេលត្រឡប់មកភ្នំពេញវិញដែរណែតនអាហារពេលព្រឹកហ្មងញ៉ាំម្ដងពីរមុខáញាក់សាច់ហ្មងកូនបើហេឡូបើកលេចមើល YouTube ខ្ញុំធ្លាប់ផុសវីដេអូមុនគឺកូននៅទូសោះឥឡូវកូនគឺធំជាងម៉ាក់ធំជាងប៉ាទៀតអញ្ចឹងចង់និយាយថាពេលវេលាពិតជាដើរលឿនមែនតើអញ្ចឹងបើសិនជាមានពេលវេលាល្អយើងនាំពួកគាត់ដើរលេងថតរូបទុកជាអនុស្សាវរីយ៍ទៅថ្ងៃក្រោយយើងនឹករលឹកយើងអាចចូលទៅមើលក្នុង YouTube បានព្រោះកូនក៏កាន់តែធំហើយវ័យរបស់ម៉ាក់ប៉ាក៏កាន់តែចាស់ដល់ម៉ោងដែលយើងរៀបចំចា check out ចេញពីអតាហើយសំខាន់គឺម៉ូតូគាត់ជួងយើងទៅដល់ផែហ្មងបងប្អូនម៉ូតូខាងកន្លែងយើងគេងហ្នឹងណាម៉ោង 12:40 គឺចាពួកខ្ញុំរៀបចំត្រឡប់មកចាត្រឡប់មកខាងកំពង់សោមវិញត្រឡប់មកវិញគឺលក្ខណៈថាត្រាំទឹកសមុទ្រមុខម្នាក់ឡើងខ្មៅអស់ហើយពេលចុះពីទូកហ្នឹងពួកខ្ញុំឆ្លៀតមកលេងចាឆ្នេរកំពង់សោមមកផ្លែតមកកន្លែងលក់មឹកអាំងញ៉ាំ
ហើយគួយញ៉ាំមកសទុះល្ងាចបន្តិចក៏ចារៀបចំត្រឡប់មកភ្នំពេញវិញសម្រាប់ដំណើរកម្សាន្តទៅកាន់កោះរ៉ុងលើកនេះគឺចាខ្ញុំទទួលបានបទពិសោធន៍ល្អៗហើយសប្បាយរីករាយជាមួយនឹងបងហើយជាមួយនឹងក្រុមគ្រួសារម៉ោង 5 កន្លះល្ងាចគឺខ្ញុំរៀបចំត្រឡប់មកភ្នំពេញវិញចាដំណើរកម្សាន្តដោយសុវត្ថិភាពអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាអរគុណច្រើន